សួស្តីបងប្អូនថ្ងៃនេះថ្ងៃអាទិត្យចឹងនាំអារម្មណ៍បងប្អូនមកទស្សនាវាស្រែវាស្រូវយើងលេងកុំឲ្យអបសុកចឹងណានេះរោងចាំមន់ខាងក្រោយផ្ទះខ្ញុំហ្នឹងបងអ្នកម្ដាយហ្នឹងគឺរោងចាំមន់ហ្នឹងមើលទៅគឺថាស្រស់ស្រាយហ្មងទោះថាវារោករានបន្តិចមែនតែវាធម្មជាតិពិតហើយលើហ្នឹងប្រក់ស្លឹកដូងហើយក៏តង់ចាស់អីហ្នឹងហើយខាងមុខនេះមានចងកំប៉ុងទឹកក្រូចកំប៉ុងទឹកសណ្តែកអីជាប់នៅហ្នឹងកណេកណោងហើយផ្ទះជុំវិញនេះអ្នកធ្វើស្រែអ្នកស្រែចំទួស្រែឥឡូវព្រោះអត់ស្ទូងដូចមុនទេបងប្អូនដោយសារអត់មានកម្លាំងពលកម្មដោយសារនៅតាមស្រុកស្រែឥឡូវអត់មានក្មេងឬក៏មនុស្សស្ទាវអីយុវវ័យអីទេអ្នកនៅចាស់អញ្ចឹងគាត់មានកម្លាំងណាស្ទូងសិតតែព្រោះទាំងអស់ហើយតាកម្លាំងដកស្មៅអីហ្នឹងក៏អត់ដែរអញ្ចឹងស្រែគឺវាថាវាអត់សូវល្អទេរិញមានលុយតិចតួចក៏ទិញឈីបាចអីចឹងដែរនិយាយទៅវែងឆ្ងាយភ្លេចមើលទេសភាពរបស់យើងអានេះគឺវាស្រែនេះក៏ភ្លឺស្រែផ្លូវហ្នឹងភ្លឺស្រែហ្នឹងទុកជិះកង់ជិះម៉ូតូតែឥឡូវវាបាក់ជិះមិនកើតទៀតមានដើរផ្ទះវាឆ្ងាយពីខ្នល់កស៊ូខ្នល់គោក្រហមអីឥឡូវនេះស្មៅចាក់នេះគេហៅស្មៅកតើយហើយលោកអ្នកទីក្រុងឲ្យអត់ស្គាល់ហើយឥឡូវយើងបន្តដំណើរទៅមុខទៀតដោយសារទេសភាពវាស្អាតមើលមេឃមើលស្រែមើលភូមិអីទៅវាខៀវខែនេះខៀវស្ងាត់ដោយសារខែនេះគេហៅខែវស្សាវាអត់ទាន់ចប់ទេឥឡូវយើងដើរទៅមុខទៀតមើលទេសភាពរបស់យើងហ្នឹងខាងក្រោយផ្ទះខ្ញុំមានអាហ្នឹងគេហៅតពាំងហៅដងឯងដោយសារទឹកដោយសារវាមានទំហំទូចហើយទឹកល្អអាហ្នឹងហៅថាដងចុះតែមុខផ្ទះវាទឹកថ្លាអាហ្នឹងហៅថាតពាំងហើយឥឡូវយើងបន្តដំណើរទៅមុខបន្តទៀតខាងឈុងខាងក្រោយផ្ទះអ្នកស្រែលំដាប់រកប្រាក់នេះខាងក្រោយផ្ទះនេះអត់មានអីទេគឺមានដើមឈើមានដើមដូងចាស់ហើយនឹងដូងដើមថ្មី4-10ដើមអីហ្នឹងអ្នកម្ដាយគាត់ចាស់ហើយគាត់ចេះអបសុកគាត់ចេះដាំទៅអានេះដើមដលងមីដាំលក្ខណៈគ្រួសារអីចឹងណាដលងមីស្ងោរបានស្ងោរញ៉ាំបានអីចឹងទៅក្រោយផ្ទះនេះមានអីទេមានដើមចេកហើយនឹងសាងសីចាស់មានធុងទាមានបន្ទប់ទឹកនេះបាំងស៊ីប្រូចាស់លំដាប់ VIP បន្ទប់ទឹកតែថាគ្មានលទ្ធភាពឧត្តរពេកហើយបើនិយាយពីផ្ទះវិញគឺថាអាចបងប្អូននៃសាច់យំអីក៏ជារឿងបងប្អូនអីទៅព្រោះអត់មានលទ្ធភាពធ្វើបើនិយាយពីមិត្តភ័ក្តិបងប្អូនវិញក៏អត់មានទៀតមានណាស់គេមកលេងមកតែចង់និយាយថាយើងមិនសូវយើងក្រហ្នឹងវាមិនសូវមានញាតមានអីចឹងណាអានេះបន្តទៀតអានេះបន្ទប់ទឹកដល់ VIP សូមចប់ប៉ុណ្ណឹងអានេះមកញ៉ាំទឹកពីងទាំងអស់គ្នាស្គាល់ទឹកពីងអូយទឹកពីងនៅផ្ទះអញ្ចឹងឆ្ងាញ់ដល់ក្មេងៗដែលមានទឹកពីយោទឹកសុទ្ធណាផឹកតែទឹកពីងឆ្ងាញ់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 